សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមនិងជំងឺមិនឆ្លងនៅព្រឹកថ្ងៃទី7 ខែសីហាឆ្នាំ2026សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបន្តយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈាមដាក់ថ្នាំអាល់ប៊ែតតាមក្នុងផ្ទះនិងជំងឺមិនឆ្លងក្រោមការសម្របសម្រួលរបស់លោកស្រីលេងសុខីមនាយិការរងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំរួមទាំងលោកស្រីមន្ត្រីក្រុមប្រតិបត្តិនិងមន្ត្រីអនុសាខាបុគ្គលិកមណ្ឌលសុខភាពអ្នកស្ម័គ្រចិត្តកាកបាទក្រហមជូនដល់ប្រជាពលរដ្ឋនៅភូមិអណ្ដាឃុំសាឡាវិស័យស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំដែលមានប្រជាពលរដ្ឋចូលរួមសរុប57នាក់ព្រមទាំងដាក់ថ្នាំអាល់ប៊ែតតាមក្នុងផ្ទះបានចំនួន36ក្នុងផ្ទះឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រីនាយិការងបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់អាយុធមនួនផារតប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះទាំងអស់ក្នុងគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទាំងអស់យល់ដឹងអំពីវិធានការការពារជំងឺគ្រុនឈាមដោយរដូវនេះជារដូវវស្សាភ្លៀងធ្លាក់គ្រប់ទីកន្លែងមានដក់ទឹកអាចបង្កជាជំរកមូសរស់នៅដោយប្រកាន់ខ្ជាប់នៅគោលជំហរស្របតាមពាក្យស្លោកខ្ញុំនិងគ្រួសារខ្ញុំជាគ្រួសារគំរូព្រោះផ្ទះខ្ញុំនិងលំនៅឋានរបស់ខ្ញុំគ្មានដង្កូវទឹកបន្ថែមក្នុងឱកាសនេះផងដែរលោកស្រីបានលើកយកប្រធានបទសំខាន់មួយទៀតដើម្បីឲ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង4ប្រភេទធំៗដែលកំពុងតែកើតមានឡើងជារៀងរាល់ឆ្នាំមានដូចជាជំងឺមហារីកជំងឺទឹកនោមផ្អែមជំងឺលើឈាមនិងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃផ្អែមប្រៃនិងខ្លាញ់ជាដើមស្របតាមទិសស្លោកស្រឡាញ់ខ្លួនស្ងួនចំណីជាចុងក្រោយលោកស្រីលេងសុខីមនាយិការរងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ដើម្បីឲ្យសហគមន៍មានភាពធន់នឹងអាកាសធាតុសូមចូលរួមរៀនបន្សំខ្លួននិងចូលរួមកាត់បន្ថយដូចជាចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកចូលរួមដាំកូនឈើនៅតាមទីសាធារណៈមិនដុតឬកប់សម្បកដបជ័រក្នុងដីផ្សព្វផ្សាយបន្ថែមអំពីការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនការជួយសង្គ្រោះបឋមវិធីជួយជនរងគ្រោះស្លាក់និងការហូរឈាមវិធីការពាររន្ទះព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងបរិយាបន្ន